ជនភេសជ្ជជាង1000គ្រួសារមិនអាចចូលទៅកាន់លំនៅឋានវិញបានដោយសារយោធាថៃដាក់ទូកុងតឺន័រនិងលួចបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភេសជ្ជប្រមាណជាង1000គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងស្នាក់នៅជំរំសន្តិភាពដោយមិនអាចទៅកាន់លំនៅឋានវិញបានដោយសារទាហានឈ្លានពានថៃបានដាក់ទូកុងតឺន័រនិងលួចបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងអស់និងការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងកាលពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អំឡុងពេលចុះដឹកយកទិដ្ឋភាពជនភេសជ្ជនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរចនារាមស្ថិតក្នុងឃុំគោកស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2025ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចនៅថ្ងៃទី4ខែមករាឆ្នាំ2026មានជនភេសជ្ជចំនួន25407នាក់បន្ថែមទៀតបានបន្តវិលទៅលំនៅឋានវិញដូច្នេះក្នុងចំណោមជនភេសជ្ជសរុបជាង640,000នាក់មាន242,267នាក់ក្នុងនោះស្ត្រី127,886នាក់និងកុមារ78,907នាក់បន្តស្នាក់នៅជំរំ